ជំរាបសួរក៏ដូចជាសួស្តីប្រិយមិត្តសូមស្វាគមន៍មកកាន់វីដេអូសម្រាប់រឿងព្រេងនិទានដើមទិព្វទាំងអស់គ្នាថ្ងៃនេះយើងនឹងមកទស្សនានៅភាគទី4ដែលជាភាគបន្តពីភាគទី3ទាំងអស់គ្នាចឹងដើម្បីកុំឲ្យខាតពេលវេលាយូរយើងទៅមើលការសម្រាយរបស់ admin នៅភាគទី4ទាំងអស់គ្នាសាច់រឿងត្រូវបានចាប់ផ្ដើមឡើងនៅចំពោះមុខសមាជិកត្រកូលឋានទាំងអស់ខណៈពេលនោះពួកគេទាំងអស់គ្នាក៏បានឆ្លោះគ្នាដើម្បីដណ្ដើមតំណែងមេកុលសម្ព័ន្ធនៅក្នុងត្រកូលឋានខណៈពេលនោះທາງស៊ីជៀនបានទៅយកប្រអប់មួយដែលមានឈ្មោះថាប្រអប់អាចកំបាំងស៊ីវូដែលជាវត្ថុបន្សល់ទុកពីលោកតាម្ចាស់នៃតកូលបៈឋានខាងស៊ីវជៀននាងសង្ឃឹមថានឹងមានពាក្យបណ្ដាំមួយចំនួនឬផុសតាំងមួយចំនួនដើម្បីគ្រប់គ្រងនាងឲ្យក្លាយជាមេបៈនៅក្នុងតកូលឋានក៏ប៉ុន្តែជាអកុសលនៅក្នុងប្រអប់នោះបែរជាមានសិភៅកំណត់ហេតុផ្ទាល់ក្នុងរបស់នាងទៅវិញហើយសិភៅនោះត្រូវបានលោកពូទី3របស់នាងនិងសមាជិកនៅក្នុងតកូលឋានដែលមានឈ្មោះថាជីយុនយកមកអានដើម្បីទម្លាយជាសាធារណៈនៅក្នុងសិភៅកំណត់ហេតុនោះបានសរសេរបញ្ជាក់យ៉ាងច្បាស់ពីព្រឹត្តិការណ៍កាលពី18ឆ្នាំមុនយ៉ាងលម្អិតថានៅក្នុងយប់មួយនោះមានព្រឹត្តិការណ៍យ៉ាងខ្លាំងពេញផ្ទៃមេឃដែលជាបាតុភូតកម្រមានណាស់នៅក្នុងរយៈពេលជាច្រើនទសវត្សរ៍មកហើយយប់នោះក៏ជាយប់ដ៏ខ្មៅងងឹតសម្រាប់ត្រកូលឋានព្រោះកូនប្រុសបង្ការរបស់លោកម្ចាស់ឋានគឺឋានហ្វឹងនិងភរិយាលោកស្រីលាវបានចែកឋាននៅក្នុងពេលតែមួយបន្សល់ទុកនូវសេចក្តីទុក្ខដ៏ក្រៀមក្រំរកអ្វីផ្ទឹមគ្មានចំពេលដែលលោកម្ចាស់ឋានកំពុងកាន់ទុកស្រក់ទឹកភ្នែកនៅមុខដងវិញ្ញាណក្ខន្ធរបស់កូនប្រុសលោកស្រាប់តែបុរសម្នាក់ដែលមានឈ្មោះថាជីងអ៊ីនិងជាឪពុករបស់ជីងធានបានធ្វើដំណើរមកដល់ទាំងយប់ក្នុងនោះគាត់ក៏បានបីទីរការមកជាមួយម្នាក់ផងដែរជីងអ៊ីបានរៀបរាប់ប្រាប់លោកម្ចាស់ឋានថាកាលពីយប់មិញក្នុងអំឡុងពេលមានព្រឹត្តិធ្លាក់ខ្លាំងគាត់បានប្រទះឃើញទីរការមួយនេះត្រូវបានគេយកមកបោះបង់ចោលនៅមុខហាងបញ្ចាំយងអានដោយសារតែគ្រួសាររបស់គាត់ក្រខ្លាំងគ្មានលទ្ធភាពនិងគ្មានអាហារគ្រប់គ្រាន់ដើម្បីចិញ្ចឹមក្មេងស្រីនោះជីងអ៊ីក៏បានសម្រេចចិត្តបីនាងមកជួបលោកម្ចាស់ឋានដោយសង្ឃឹមថាលោកម្ចាស់ឋាននឹងរកគ្រួសារចិត្តធម៌ណាមួយដើម្បីយកនាងទៅចិញ្ចឹមជាមួយដោយសារតែរំជួលចិត្តនឹងវាសនារបស់ក្មេងស្រីនេះពេកម្យ៉ាងទៀតត្រូវចំពេលដែលកូនបង្កើតទើបតែនឹងស្លាប់ចោលលោកម្ចាស់ក៏បានសម្រេចចិត្តទទួលក្មេងស្រីនោះមកចិញ្ចឹមភ្លាមដោយលោកបានដាក់ឈ្មោះឲ្យនាងថាគឺឋានស៊ីវជៀនដោយប្រកាសប្រាប់អ្នកខាងក្រៅថានាងជាកូនចៅឈាមជាប់ពិតប្រាកដរបស់ឋានហ្វឹងដើម្បីកំដរនិងកាត់បន្ថយសេចក្តីទុក្ខព្រួយរបស់គេភ្លាមនោះបន្ទាប់ពីអានអក្សរនៅក្នុងសភៅនោះចប់ហើយស្ថានភាពនៅក្នុងភូមិគ្រឹះនោះក៏បានប្រែប្រួលភ្លាមខណៈពេលនោះស៊ីវជៀនបានធ្លាក់នៅក្នុងភាពតក់ស្លុតនាងមិនជឿថាវាគឺជាការពិតនោះឡើយស៊ីវជៀននាងក៏បានស្រែកថាទាំងអស់នេះវាគឺជាការកុហកក៏ប៉ុន្តែនៅពេលដែលលោកពូទី3ហើយសភៅនោះឲ្យនាងមើលផ្ទាល់ភ្នែកនាងក៏ទន់ដៃទន់ជើងផ្ទាល់តែម្ដងព្រោះវាគឺជាអក្សររបស់លោកតានាងពិតប្រាកដមែនដែលបានសរសេរទុកកាលពីឆ្នាំនោះសមាជិកគ្រួសារទាំងអស់នៅក្នុងត្រកូលឋានដែលតែងតែគោរពនិងកោតខ្លាចនាងបានប្រើទឹកមុខមកជាមើងងាយនាងភ្លាមហើយពួកគេបានប្រើសម្ដីអសុរោះនឹងមើងងាយនាងហើយក៏បាននិយាយថានាងគឺជាក្មេងអនាថាថែមទៀតផងពួកគេក៏បានជេរនាងបន្ថែមទៀតថានាងគឺជាមនុស្សឥតអៀនខ្មាស់ហ៊ានមកដណ្ដើមតំណែងមេកុលសម្ព័ន្ធនៃត្រកូលឋានតើនាងឥតអៀនខ្មាស់មែនដែរទេខណៈពេលបន្ទាប់នោះពួកគេដែលជាសមាជិកនៅក្នុងត្រកូលឋានទាំងមូលពួកគេបានរួមដៃគ្នាបានដេញស៊ីវជៀនចេញពីត្រកូលឋានភ្លាមទាំងមិនឲ្យនាងបានជួបមុខលោកតាដែលស្លាប់ចុងក្រោយផងនោះដែរការទម្លាយអាចកំបាំងនេះមិនត្រឹមតែធ្វើឲ្យស៊ីវជៀនឈឺចាប់ក្នុងផ្លូវចិត្តប៉ុណ្ណោះទេក៏ប៉ុន្តែវាគឺជាខ្សែចងភ្ជាប់និស្ស័យរវាងជីងធាននិងស៊ីវជៀនផងដែរពីព្រោះថាឪពុករបស់ជីងធានគឺជាអ្នកជួយសង្គ្រោះជីវិតរបស់ស៊ីវជៀនកាលពី18ឆ្នាំមុនជាហេតុធ្វើឲ្យជីងធានស្ម័គ្រចិត្តតាមការពារជីងធានរហូតមកដល់បច្ចុប្បន្នតពីប្រវត្តិរូបរបស់ທາງស៊ីវជៀនត្រូវបានទម្លាយភាពលោភលន់ភាពកំសាកនិងការក្បត់គ្នាយ៉ាងសាហាវឃោរឃៅនៅក្នុងបកសម្ព័ន្ធនៃត្រកូលឋានបានផ្ទុះឡើងភ្លាមខណៈពេលនោះឋានអ៊ីបានចេញមុខមកភ្លាមដោយទាមទារតំណែងដែលជាមេកុលសម្ព័ន្ធត្រកូលឋានដោយអង្គតែខ្លួនឯងជាឈាមជាប់ត្រកូលឋានពិតប្រាកដមែនក៏ប៉ុន្តែមហិច្ឆតារបស់គេត្រូវបានរារាំងដោយសមាជិកជាន់ខ្ពស់ម្នាក់ទៀតដែលមានឈ្មោះថាលោកពូទី3ដោយយកច្បាប់ទម្លាប់ត្រកូលមកសំអាងថាឋានអ៊ីឯងមិនហ៊ានដោះលែងសត្វពឹសទាំង5ដែលមានឈ្មោះថាហួងអ៊ីងដើម្បីបង្ហាញសមត្ថភាពនិងភាពស្មោះត្រង់របស់ខ្លួនឯងផងដូច្នេះការទាមទាររបស់ឯងនេះមិនរាប់ជាការបានឡើយខណៈពេលនោះសមាជិកត្រកូលឋានទាំងអស់គេបានស្រែកឡូឡានិងមិនគ្រប់គ្រងឋានអ៊ីឡើយគេបានងាកមកគ្រប់គ្រងលោកពូទី3វិញដោយលើកសរសើរថាលោកពូទី3គឺជាមនុស្សមានគុណធម៌ទទួលបានការគោរពខ្ពស់និងបានលះបង់កម្លាំងកាយចិត្តធ្វើការហត់នឿយដើម្បីត្រកូលឋានអស់មួយជីវិតពេលនោះលោកពូទី3ដែលមើលទៅហាក់ដូចជាមនុស្សដែលមានគុណធម៌បានធ្វើពុតជាបដិសេធបន្តិចរួចគេក៏បាននិយាយពាក្យភូតកុហកថាដោយសារតែវាគឺជាបំណងប្រាថ្នារបស់អ្នករាល់គ្នានោះខ្ញុំនឹងមិនបដិសេធនៃការទទួលខុសត្រូវនេះឡើយខណៈពេលនោះលោកពូទី3គេក៏បានឡើងអង្គុយលើកៅអីមេកុលសម្ព័ន្ធយ៉ាងមានមោទនភាពថែមទៀតផងខណៈពេលនោះທາງអ៊ីគេបានខឹងសម្បាយ៉ាងខ្លាំងទៅនឹងលោកពូទី3ហើយក៏បានជេរចំថា
តកចាតាមពិតដំណើរនេះគឺជារបស់ជាងហេតុអ្វីបានជាឯងចឹងដល់ដើមវាពីជាងដូចនេះខាងអ៊ីគេក៏បាននិយាយថែមទៀតថាឯងបានរៀបចំផែនការនេះឲ្យមែនទេគឺឯងចង់ឲ្យពួកយើងឆ្លោះគ្នាឲ្យបន្តមកឯងនឹងយកផលចំណេញពីពួកយើងខាងអ៊ីគេក៏បានរំលឹកពីអតីតកាលដែលខ្លួនឯងមានដងពីកំណើតគេមានសមត្ថភាពពូកែជាងសិទ្ធិដតេឆ្ងាយណាស់ប៉ុន្តែហេតុអ្វីត្រូវបានពួកលោកពូជាន់ខ្ពស់ឬក៏សមាជិកគ្រួសារជាន់ខ្ពស់មិនឲ្យតម្លៃគេនឹងបង្ខំឲ្យគេធ្វើការដូចជាមនុស្សថោកទាបទៅវិញដោយសារតែខាងអ៊ីមានគម្រោងគុំគុនជាច្រើនឆ្នាំកន្លងមកខាងអ៊ីគេមិនត្រឹមតែបញ្ចុះចែងតាមបញ្ជារបស់លោកពូទី3ឲ្យប្រកោសតិភូមិអ៊ីនឹងទទួលទណ្ឌកម្មប៉ុណ្ណោះទេប៉ុន្តែគេបានរៀបចំផែនការក្បត់សម្រាប់មនុស្សត្រកូលខាងរួចជាស្រេចខណៈពេលនោះខាងអ៊ីគេបានលុយប្រើម្សៅពឹសនាគនិងបានលុយដាក់ថ្នាំពឹសប្រភេទនេះទៅលោកពូទី3និងសមាជិកដទៃទៀតពឹសនេះមានលក្ខណៈត្រង់ថាមិនមានពណ៌មិនមានក្លិននិងមិនមានរសជាតិប្រភេទថ្នាំពឹសនេះក៏សូម្បីតែអ្នកជំនាញខាងពឹសនៃត្រកូលខាងក៏មិនអាចដឹងខ្លួនឬការពារទាន់ពេលវេលាឡើយនៅពេលដែលឃើញលោកពូទី3ចាប់ផ្ដើមទន់ដៃទន់ជើងនឹងឈឺចាប់ខាងអ៊ីបានសើចចំអកនិងបោះពាក្យសម្ដីទៅកាន់លោកពូទី3ថាតើរសជាតិថ្នាំពឹសនេះមានរសជាតិយ៉ាងណាដែរជាមិនចេញថ្នាំពឹសដ៏ល្បីនៅក្នុងត្រកូលខាងគឺមានឈ្មោះថាទេពធីតាចោផ្កាមកដែរទេត្រឹមតែមួយខណៈពេលសោះខាងអ៊ីគេបានប្រកាសថាត្រកូលខាងទាំងមូលបានស្ថិតនៅក្នុងកណ្ដាប់ដៃរបស់គេហើយថែមទាំងជាប្រមាថលោកពូទី3ត្រឡប់ទៅវិញថានេះគឺជាផលកម្មរបស់ឯងដែលឯងបានសាងមកលើយើងតែពេលដែលសមាជិកត្រកូលខាងទាំងអស់កំពុងតែធ្លាក់ក្នុងភាពទន់ខ្សោយទន់ដៃទន់ជើងនឹងការជឿចាប់យ៉ាងខ្លាំងដោយសាររងឥទ្ធិពលពីម្សៅពឹសនេះរបស់ខាងអ៊ីក៏ស្រាប់តែខណៈពេលនោះលូរូឡៃដែលជាប្រធានសាលារន្ទះគេក៏បានលេចបួននៅក្នុងត្រកូលខាងផងដែរទោះបីជាត្រកូលខាងត្រូវបានគេស្គាល់ថាជាកន្លែងការពារយ៉ាងតឹងរ៉ឹងនិងពោពេញទៅដោយអន្តៈពឹសក៏ដោយក៏លូរូឡៃអាចនាំតបចូលមកខាងក្នុងបានយ៉ាងងាយស្រួលដោយហេតុផលនោះគឺដោយសារតែលូរូឡៃបានប្រើប្រាស់ខាងអ៊ីពីជនក្បត់ផ្ទៃក្នុងដើម្បីបើកផ្លូវសមនឹងការបំពុលធ្វើឲ្យមនុស្សទាំងអស់បាត់បង់សមត្ថភាពในការតស៊ូលូរូឡៃបានប្រកាសយ៉ាងក្រអិតក្រទមថាចាប់ពីថ្ងៃនេះតទៅនឹងមិនមានត្រកូលខាងសេសសល់នៅក្នុងពិភពគុណទៀតឡើយការលេចមុខរបស់សាលារន្ទះលើកនេះបានបង្កើតក្តីរន្ធត់យ៉ាងខ្លាំងពីព្រោះថាពួកគេគឺមិនមែនជាមនុស្សធម្មតាឡើយក្នុងអារម្មណ៍របស់ជាងធានគេបានកត់សម្គាល់ឃើញភ្លាមថាកងទ័ពរបស់សាលារន្ទះគឺពោពេញទៅដោយពពួកបិសាចនិងសត្វចម្លែកពីមនុស្សធម្មតាដែលធ្វើឲ្យបរិយាកាសទាំងមូលប្រែក្លាយទៅជាគួរឲ្យខ្លាចនិងមានសម្ពាធយ៉ាងខ្លាំងតែពេលដែលរុលៃមកដល់ខាងអ៊ីគេក៏បានត្រូវថ្នាំពឹសនោះដែរគេបានសុំថ្នាំម្សៅពឹសពីរុលៃក៏ប៉ុន្តែរុលៃបានសើចចំអកនឹងទម្លាយការបដជូចត់ថាគេមិនដែលគិតថាខាងអ៊ីមានលក្ខណៈសម្បត្តិគ្រប់គ្រាន់អាចធ្វើជាមេកុលសម្ព័ន្ធរបស់ត្រកូលខាងបានឡើយរុលៃគេបាននិយាយថាគេគ្រាន់តែប្រើខាងអ៊ីឲ្យមកបង្កភាពវឹកវរបំបែកបំបាក់ផ្ទៃក្នុងនិងធ្វើឲ្យត្រកូលខាងបាត់បង់ការប្រុងប្រយ័ត្នប៉ុណ្ណោះដើម្បីឲ្យគេអាចវាយយកត្រកូលខាងទាំងមូលបានដោយងាយនៅពេលដែលខាងអ៊ីអស់តម្លៃប្រើប្រាស់រុលៃក៏បានបោះបង់ចោលឲ្យស្លាប់យ៉ាងវេទនាដោយមិនព្រមខ្ជះខ្ជាយថ្នាំទើបដើម្បីសង្គ្រោះជីវិតខាងអ៊ីឡើយគោលបំណងពិតរបស់រុលៃក្នុងការវាយលុកលើកនេះគឺគេចង់បានគុជពឹសទាំង5ដែលជាសតិភួងអ៊ីគឺជាវត្ថុទើបដ៏មានតម្លៃបំផុតដើម្បីសម្រេចគោលដៅរុលៃបានបញ្ជាឲ្យកូនចៅចាប់ខ្លួនលោកតាម្ចាស់នៃត្រកូលខាងគឺជាលោកតារបស់ស៊ីវជៀនដែលកំពុងឈឺជាទម្ងន់យកមកធ្វើជាចំណាប់ខ្មាំងរួចគម្រាមកំហែងទៅកាន់ខាងស៊ីវជៀនថាត្រកូលសតិពឹសទាំង5ឲ្យយើងមកបើមិនអញ្ចឹងទេយើងនឹងសម្លាប់លោកតារបស់នាងចោលនៅក្នុងស្ថានភាពដ៏តានតឹងមួយនេះជាងធានគេក៏បានចេញមុខមកផងដែរបើទោះបីជារុលៃមានក្បាច់កូនខ្ពស់និងមានកងទ័ពបិសាចច្រើនក៏ដោយក៏ជាងធានមិនមានការញញឹតឡើយរុលៃបានប្រើក្បាច់កូននឹងធម្មពលបិសាចវាប្រហារយ៉ាងឃោឃៅហើយក៏បានស្រែកថាជាងធានឯងស្លាប់ទៅជាងធានបានប្រើក្បាច់នំស៊ូសានយកទៅតតាំងនិងព្យាយាមរំដោះខាងស៊ីវជៀននៅពេលដែលស្ថានភាពហាក់បីដូចជាចាញ់ប្រៀបរុលៃស៊ីវជៀនបានស្រែកហៅសត្វទេពហួងអ៊ីឲ្យមកជួយគេថែមទៀតផងដោយសារតែការរួមគ្នារវាងក្បាច់គុណស៊ូសានរបស់ជាងធាននិងអំណាចសត្វទេពពឹសទាំង5មានឈ្មោះថាហួងអ៊ីងពួកគេបានបង្កើតការវេកបកយ៉ាងខ្លាំងក្លារហូតឲ្យដណ្ដើមពេជ្រពឹសទាំង5នោះត្រឡប់មកវិញនិងបង្ខំឲ្យរុលៃព្រមទាំងកងទ័ពសាលារន្ទះត្រូវបានដកថយភូមិគ្រឹះតកោថាទាំងអស់ហើយទាំងមិនបានសម្រេចគោលបំណងថែមទៀតផងបើទោះបីជាយ៉ាងណាការវេដុកលើកនេះបានបន្សល់ទុកនូវការបំផ្លិចបំផ្លាញនិងរបួសជាទម្ងន់ដល់លោកម្ចាស់ខាងដែលឈានទៅដល់មរណភាពរបស់លោកក្នុងពេលបន្ទាប់ក្រោយពេលដែលដេញពួកបិសាចសាលារន្ទះឲ្យដកថយទៅវិញលោកម្ចាស់ខាងដែលជាមេបកនៃត្រកូលខាងដែលរងរបួសជាទម្ងន់ផ្សំនឹងជំងឺប្រចាំកាយរបស់គាត់ទៀតនោះបានដឹងខ្លួនថាដង្ហើមចុងក្រោយរបស់គាត់នឹងជិតបុកដល់ហើយលោកបានហៅស៊ីជៀនមកជិតរួចមានប្រសាសន៍តិចថាស៊ីជៀនយើងពិតជាមានអារម្មណ៍ខុសឆ្គងខ្លាំងណាស់ក្នុងការគ្រប់គ្រងបកមិនបានល្អបណ្ដាលឲ្យខ្លួនត្រូវមានជំងឺបៀតបៀនរហូតធ្វើឲ្យផ្ទៃក្នុងត្រូវវឹកវរនិងមានការបែកបាក់គ្នាបែបនេះណពេលនោះមេបកត្រកូលខាងដែលជាលោកតារបស់ស៊ីជៀនបានផ្ដាំទៅកាន់ស៊ីជៀនថាស៊ីជៀនចូលឯងចាក់ចេញពីត្រកូលខាងនេះទៅពីព្រោះថាត្រកូលខាងនេះគឺមិនអាចចម្រើននិងរស់រានមានជីវិតតទៅមុខទៀតបានឡើយខណៈពេលនោះលោកតារបស់ស៊ីវជៀនដែលជាមេបកនៃត្រកូលខាងគេក៏បានសម្លឹងទៅជាងធានហើយក៏បាននិយាយក្នុងចិត្តថាគឺពិតជាមាននិស្ស័យមែនពីព្រោះថាជាងធានគឺជាគោលរបស់ជាង
ងអ៊ីហើយជាងអ៊ីគឺជាបរិសម្នាក់នោះដែលបានបីស៊ីវជៀនមកផ្ញើនឹងគាត់កាលពី18ឆ្នាំមុនខណៈពេលនោះជាងធានគេក៏បានសន្យាថាកុំបារម្ភអីតាក្មេងក្នុងនាមខ្ញុំជាចៅភាសារបស់តាខ្ញុំនឹងមើលថាស៊ីវជៀនឲ្យបានល្អចាប់ពីពេលនេះតទៅបន្ទាប់ពីលោកម្ចាស់ត្រកូលທາງដែលជាមេបកផុតដង្ហើមទៅសមាជិកត្រកូលທາງទាំងអស់ឯទៀតដែលកំពុងតែឈឺចុកចាប់ដោយសារម្សៅពឹសនេះបានប្រើទឹកមុខពីការមើងងាយមកជាការអង្វរស៊ីវជៀនយ៉ាងគួរអាណិតបន្ទាប់មកសូមឲ្យនាងជួយសង្គ្រោះជីវិតនៅពេលដែលរងម្សៅពឹសនេះនោះពួកគេបានលើកយកគុណសម្បត្តិជាច្រើនពីអតីតកាលយកមកនិយាយដើម្បីឲ្យស៊ីវជៀនជួយសង្គ្រោះជីវិតគេខណៈពេលនេះដោយសារតែក្តីមេត្តាស៊ីវជៀនបានបញ្ជាឲ្យសត្វទេពហួងអ៊ីងជួយបន្សាពឹសឲ្យពួកគេក៏ប៉ុន្តែលទ្ធផលនៃការជួយសង្គ្រោះលើកនេះបានធ្វើឲ្យពួកសមាជិកនៃត្រកូលឋានទាំងអស់គឺបាត់បង់វិជ្ជាគុណនិងវិជ្ជាថ្នាំពឹសទាំងឡាយដែលខំហ្វឹកហាត់អស់ចិត្តពេញមួយជីវិតបាទប្រិយមិត្តត្រង់ចំណុចនេះស៊ីវជៀនគឺមិនអាចបែងចែករវាងការហ្វឹកហាត់ជាថ្នាំពឹសនិងវិជ្ជាដែលមិនមានថ្នាំពឹសបានទេអញ្ចឹងស៊ីវជៀនបានប្រើឲ្យសត្វទេពហួងអ៊ីងនឹងគឺបន្សាបទាំងអស់នៅពេលដែលបន្សាបពឹសនឹងទាំងអស់ហើយសមាជិកគ្រួសារត្រកូលឋាននឹងគឺមិនអាចប្រើវិជ្ជាទាំងអស់នឹងបានទេខណៈពេលនោះស៊ីវជៀននៅពេលដែលនាងសង្គ្រោះសមាជិកត្រកូលឋានហើយនាងក៏បាននិយាយថាអ្នកទាំងអស់គ្នាចាប់ពីពេលនេះទៅខ្ញុំសូមបញ្ជាក់ថាខ្ញុំគឺលែងជាសមាជិកនៃត្រកូលឋានចាប់ពីពេលនេះតទៅទៀតហើយបន្ទាប់ពីនាងនិយាយហើយនាងក៏បានប្រាប់ឲ្យជីងធានទៅរងចាំនាងនៅព្រៃឫស្សីនិភៈនិរដីនៅក្រៅក្រុងដើម្បីទុកពេលនាងរៀបចំពិធីបុណ្យសពជូនលោកតារបស់នាងជាលើកចុងក្រោយការចាក់ចេញរបស់ស៊ីវជៀនលើកនេះមិនត្រឹមតែជាការចាក់ចេញពីបដិមានទ្រព្យសម្បត្តិស្ដុកស្ដំប៉ុណ្ណោះទេក៏ប៉ុន្តែវាគឺជាប្រវត្តិសាស្ត្រក្នុងនាមជាអ្នកនាងម្ចាស់ត្រកូលឋានហើយឈានជើងចូលទៅក្នុងពិភពលោកដ៏ធំល្វឹងល្វើយក្នុងនាមជាមនុស្សស្រីសេរីម្នាក់ឲ្យមានខ្សែជីវិតថ្មីចង់ភ្ជាប់ជាមួយនឹងជីងធានតទៅអនាគតក្រោយពីបានរៀបចំពិធីបុណ្យសពជូនលោកតារបស់នាងរួចរាល់ស៊ីវជៀនបានធ្វើដំណើរមកជួបនឹងជីងធាននៅឯព្រៃឫស្សីនៃភៀកនិរដីដែលស្ថិតនៅក្នុងក្រៅក្រុងតាមការណាត់ជួបរបស់នាងស៊ីវជៀនបានប្រាប់ជីងធានទាំងទុកក្រៀមក្រំថានៅខណៈពេលនេះនាងលែងជាអ្នកនាងម្ចាស់នៃត្រកូលឋានទៀតហើយនាងគ្មានតំណែងនិងគ្មានលុយសម្រាប់ជួលជីងធានឲ្យបកាពីនាងដូចមុនទៀតហើយស៊ីវជៀននាងក៏បានប្រាប់ជីងធានទៀតថាជីងធានមិនចាំបាច់បកាពីនាងដូចពីមុនទៀតទេនាងសុខចិត្តដើរម្នាក់ឯងចាប់ពីពេលនេះតទៅស៊ីវជៀននាងក៏បាននិយាយទៀតថាបន្ទាប់មកនាងនឹងធ្វើដំណើរទៅសាលារន្ទះតែម្នាក់ឯងដើម្បីគិតបញ្ជាសងសឹកជាមួយរុលីបើទោះបីជាដឹងខ្លួនថាខ្លួនវាមិនឈ្នះរុលីក៏ដោយខណៈពេលដែលជីងធានឮបែបនេះមិនត្រឹមតែមិនចាក់ចេញពីនាងនោះទេថែមទាំងនិយាយលួងលោមទៀតថាស្ម័គ្រចិត្តទៅជាមួយនឹងស៊ីវជៀនកុំបារម្ភបីបើសិនជាយើងវាយមិនឈ្នះពួកសាលារន្ទះពួកយើងនាំគ្នារត់ទៅម្យ៉ាងវិញទៀតជីងធានគេក៏ធ្លាប់បានសន្យាជាមួយនឹងលោកតាម្ចាស់ដែលជាមេគ្រួសារនៃត្រកូលប៉ាក់ថាងថានឹងមើលថែស៊ីវជៀនមិនឲ្យស៊ីវជៀនតាណាតែម្នាក់ឯងនោះទេដោយមានពាក្យថាមនុស្សពីរនាក់ប្រសើរជាមនុស្សតែម្នាក់ឯងចំពេលនោះសាទេពហួងអ៊ីងដែលស៊ីវជៀនបានដោះលែងឲ្យមានសេរីភាពគេមិនបានព្រមហោះតាណាឆ្ងាយពីស៊ីវជៀនដល់ឡើយទេហើយគេក៏បានហោះត្រឡប់មករកស៊ីវជៀនវិញហើយស្ម័គ្រចិត្តរួមដំណើរជាមួយពួកគេហើយធ្វើឲ្យពួកគេមានសមាជិករហូតដល់3នាក់ហើយក្រុមរបស់ពួកគេនោះមានឈ្មោះថា3នាក់ប្រសើរជាងគ្នា2នាក់ខណៈពេលដែលពួកគេទាំង3នាក់កំពុងតែធ្វើដំណើរខណៈពេលនោះក៏មានភ្លៀងធ្លាក់ចុះមកយ៉ាងខ្លាំងដោយបង្ខំឲ្យពួកគេទាំង3នាក់សម្រេចចិត្តដេកនៅក្នុងវិហារចាស់កណ្ដាលព្រៃមួយខណៈពេលនោះស៊ីវជៀនគេនៅតែបង្ហាញឫកពាបែបជាអ្នកនាងម្ចាស់នៃត្រកូលឋានដដែលដែលគេបានដាក់លក្ខខណ្ឌមួយចំនួនគឺហាមមិនឲ្យជីងធានទៅក្បែរគេឡើយនៅពេលដែលគេកំពុងគេងនៅពេលដែលពួកគេនិយាយគ្នាចប់ពួកគេក៏បានសម្រាកនៅតាមទីតាំងរបស់គេរៀងៗខ្លួននៅកណ្ដាលទៀតចំពេលដែលសម្លេងទឹកភ្លៀងធ្លាក់ជីងធានបានរងលក់នៅក្នុងសបិនដ៏ចម្លែកមួយជីងធានគេបានយល់សពឃើញខ្លួនប្រារបស់គេកាលពី1000ឆ្នាំមុនបាទប្រិយមិត្តត្រង់ភាគនេះគឺជីងធានគេបានយល់សពឃើញខ្លួនប្រារបស់គេកាលពីអតីតជាតិមុនរយៈពេល1000ឆ្នាំមុនហើយ1000ឆ្នាំមុនគឺគេមានប្អូនស្រីម្នាក់ហើយប្អូនស្រីរបស់គេនឹងគឺបានលោតនៅក្នុងភ្នក់ភ្លើងដើម្បីឲ្យវិញ្ញាណរបស់ខ្លួននឹងគឺនៅក្នុងដាវដែលគេកំពុងស្ពាយបច្ចុប្បន្នហ្នឹងជីងធានបានភ្ញាក់ដឹងខ្លួនទាំងដង្ហើមញាប់ញ័រហើយបានអង្គុយគិតតែម្នាក់ឯងថាហេតុអ្វីបានជាបងប្រុសនៅក្នុងសបិននោះមានមុខមាត់ដូចជាគេម្ល៉េះហើយនៅពេលដែលក្រឡេកទៅមើលដាវវេទមន្តដែលគេតែងតែដាក់តាមខ្លួននោះគឺស្រាប់តែមានការខុសប្លែកពីធម្មតាបដូរពីដាវកញ្ចាស់បែរទៅជាដាវថ្មីវិញលុះដល់ព្រឹកឡើងនៅពេលដែលស៊ីវជៀនភ្ញាក់ពីដេកជីងធានគេក៏បានប្រញាប់ប្រញាល់រៀបរាប់ពីសបិនដែលគេបានសបិនការប្រយុទ្ធមិញប្រាប់នាងភ្លាមជីងធានគេក៏បាននិយាយទាំងសាច់បែបភ័យថានៅក្នុងសបិននោះមានក្មេងស្រីម្នាក់ហោះចុះឡើងនៅក្នុងវិហារបាក់បែកនេះភ្លាមនោះស៊ីវជៀនបែរជាស្រឡាំងកាំងបើកភ្នែកធំទាំងភ័យស្លន់ស្លោហើយចង្អុលទៅខាងក្រោយខ្នងរបស់ជីងធានតែស្រីម្នាក់ដែលជីងធានបាននិយាយគឺនៅខាងក្រោយខ្នងនេះមែនទេនៅពេលនោះព្រលឹងក្មេងស្រីដែលស្លៀកសម្លៀកបំពាក់ពណ៌ខៀវដែលជាព្រលឹងស្លូតបូតរបស់ឡុងខ្វីដែលបានរងចាំបងប្រុសនាងអស់រយៈពេល1000ឆ្នាំនៅក្នុងដាវវេទមន្តបានលេចរូបរាងឡើងពិតប្រាកដមែនដោយឈរនៅពីខាងក្រោយខ្នងរបស់ជីងធានសាច់រឿងមិនដឹងថាទេជាយ៉ាងណាផងក៏សូមសេះតាមតែប៉ុណ្ណេះសិនអរគុណប្រិយមិត្តដែលបានតាមដានការសម្ដែងរបស់អេដមានតាំងពីភាគ1មកដល់ភាគ4យើងនៅតាមដានដល់ភាគ5បន្តទៀតបាយបាយ